មានជ័យទៅអូជាបព្វជិតណាសូមក្រាបនមស្ការលោកចាស់គ្រូវិជ្ជរដ្ឋបញ្ញោណាខ្ញុំកណាសូមសួរទៅតងទៅនឹងថាហេតុអីបានជាព្រះពុទ្ធសាសនានៅក្នុងការប្រកាសរបស់ព្រះសមណគោតមណាកំណត់ត្រឹមតែ5ប៉ុនព្រះវស្សាទេខ្ញុំណាសូមនមស្ការកាប់គុំលាណានមស្ការលាលោកចាស់និមន្តមកពីខេត្តបន្ទាយមានជ័យកណាសូមរដ្ឋនិមន្តលោកចាស់គ្រូសាធុអរគុណណាស់ការកំណត់នេះមិនមែនព្រះសម្មាសម្ពុទ្ធអ្នកកំណត់ទេទៀតវាគ្រាន់តែព្រះអង្គទ្រង់ជ្រាបមុនថាបន្ទាប់ពីព្រះអង្គបរិនិព្វានទៅរយៈកាល5000ព្រះវស្សាហ្នឹងសត្វលោកលែងទទួលយកបានហើយទទួលយកលែងបានហើយតាមពិតពុទ្ធសាសនាអត់មានបាត់ទៅណាទេការកំណត់ហ្នឹងគឺកំណត់អ្នកគោរពនឹងត្មងគឺកំណត់អ្នកប្រតិបត្តិនឹងតែម្ដងមិនមែនកំណត់អាយុសាសនាទេបើយើងពិនិត្យឲ្យដិតដល់ដូចជាផ្លូវដែលព្រះអង្គត្រួសត្រាយហើយកំណត់ថានៅពេលដែលកន្លងទៅបាន5000ឆ្នាំហ្នឹងផ្លូវហ្នឹងឈប់មានមនុស្សដើរប៉ុន្តែសួរថាតើផ្លូវហ្នឹងនៅឬក៏ផ្លូវហ្នឹងរត់បាត់ឬក៏ផ្លូវហ្នឹងរលាយបាត់ថាផ្លូវអត់បាត់ទេគឺមនុស្សរកផ្លូវហ្នឹងលែងឃើញឬក៏លែងដើរតាមផ្លូវហ្នឹងតែម្ដងនាំគ្នាវង្វេងពេញតែព្រៃចឹងទៅផ្លូវនៅតែជាផ្លូវប៉ុន្តែមនុស្សមើលផ្លូវលែងឃើញណាវង្វេងចាក់ផ្លូវហ្នឹងនៅតែជាផ្លូវហ្នឹងចឹងរហូតដល់ទៅច្រើនអសង្ខ័យឆ្នាំទៅទៀតទៅបានដល់កាលពេលវេលាដែលព្រះសម្មាសម្ពុទ្ធសិមេត្រីត្រាស់ដឹងឡើងក៏ព្រះអង្គមកចង្អុលប្រាប់អ្នកទាំងអស់គ្នានឹងម្ដងទៀតនេះផ្លូវនឹងប្រកាសប្រាប់ឡើងអុចបតិបឡើងបង្ហាញនៅនេះផ្លូវនៅណាឈប់វង្វេងក៏នាំគ្នាដើរទៀតដើរនោះក៏មានកំណត់អញ្ចឹងទៀតយូរទៅដើរទៅវាមានចេតមានអ្នកដើរខុសដើរទៅនេះដើរទៅនោះមនុស្សវាចេះដើរតាមគ្នាណាមនុស្សយើងនឹងផ្លូវហើយដល់ដំបូងឡើយវាដើរតាមផ្លូវនឹងច្រើនវាជាត្រង់ដល់ពេលយូរវាសង្ស័យហេទៅនេះទេទៅនោះទេវានាំគ្នាបែកទៅនេះបែកទៅនោះចឹងមកជាបែកនិកាយនេះនិកាយនោះដោយសារវាសង្ស័យហ្នឹងតែចឹងទៅបែកទៅនេះបន្តិចបែកទៅនោះបន្តិចបែកទៅនេះបន្តិចបែកទៅនោះបន្តិចយូររហូតផ្លូវដើមឡើងឃើញហ្នឹងវាទៅជាស្អីណាណីចឹងទៅដូចរាល់ថ្ងៃចឹងសូម្បីតែកាន់ផ្លាកថាជាអ្នកកាន់ពុទ្ធសាសនាប៉ុន្តែវិធីនៃការធ្វើមិនដូចគ្នាកាលយល់អញ្ចេះទៅយល់អញ្ចោះទៅស្រោចទឹកមុនអាគុំអូមអាមក្តាមដុតទៅយល់ថានឹងពុទ្ធសាសនាចឹងទៅគេណាដូចផ្លូវត្រង់ហ្នឹងប៉ុន្តែវាជាបែកហ្នឹងយូររាល់ផ្លូវពិតហ្នឹងលែងឃើញតែហ្មងចឹងហើយបានជាកាលពីដើមឆ្នាំហ្នឹងមានជនជាតិហ្វីលីពីនគាត់មកកន្លែងអាត្មាហ្នឹងគាត់ណែនាំខ្លួនគាត់ជាគ្រីស្ទានប៉ុន្តែយើងនិយាយគ្នាបានហើយគាត់ដើរច្រើនវត្តតែមកដល់ឃើញកន្លែងអាត្មាហ្នឹងអត់ឃើញអុជធូបអត់ឃើញស្អីគេធ្វើស្អីបន់ស្រន់គេសូម្បីតែរោងអ្នកតាអាត្មាមកធ្វើបងកន្លែងអាត្មាហ្នឹងគ្មានអ្នកតាមកបន់គេទេកន្លែងអាត្មានេះតែចឹងទៅគាត់ប្លែកគាត់សុំជួយអធិប្បាយព្រោះគាត់ដើរទៅឃើញច្រើនគឺវាចេះចោះទៅដល់ហើយគាត់លើកសួរហ្មងគាត់ក៏អានទ្រឹស្ដីក្នុងពុទ្ធសាសនាខ្លះដែរហើយក៏តែដូចចំណុចមួយថាអត្តាហេអត្តណោនេថោហ្នឹងពុទ្ធឲ្យទីពឹងខ្លួនឯងប៉ុន្តែហេតុអីបានជាអ្នកកាន់ពុទ្ធសាសនានៅតែបន់ស្រន់ដែរហ្នឹងហើយនៅតែបន់ស្រន់នៅតែវកនៅតែអីដូចតែគេដូចឯងដែរមិនក៏អញ្ចឹងបានមកបង្ហាញមកនាំបង្ហាញឥឡូវលោកមើលកន្លែងអាត្មានេះមានអីសម្រាប់បន់ខ្លះថាអត់មានទេហើយគេសួរថែមទៀតចុះមិននៅថ្វាយអង្គមពុទ្ធដែរដាក់ពុទ្ធសម្រាប់ថ្វាយអង្គមធ្វើអីនេះគឺជាការនឹករលឹកគុណព្រះអង្គតែប៉ុណ្ណោះទេអត់មានចង់សុំអីពីព្រះអង្គទេមកលើកឧទាហរណ៍ដូចជាអ្នកធម្មតាគេដាក់រូបថតឪពុកម្ដាយសម្រាប់រលឹកចឹងវាមិនដឹងថានឹងជាกระดาษនឹងជាទឹកសម្រាប់ color ណាប៉ុន្តែកាលណាគេឃើញទៅគេនឹកដល់គ្រាដែលឪពុកគេនៅរស់ម្ដាយគេនៅរស់តែប៉ុណ្្នឹងឯងអត់មានសុំអីបានទេយ៉ាងណាមិញការមានពុទ្ធេនុសតិហ្នឹងគឺរលឹកដល់សេចក្តីបរិសុទ្ធ3យ៉ាងទី1គឺបញ្ញាគុណបើព្រះសម្មាសម្ពុទ្ធមិនមានបញ្ញាគ្រប់គ្រាន់ទេមិនអាចត្រាស់ដឹងធម៌នឹងបានទេ
ហ្នឹងគឺភាពអស្ចារ្យនៃការចេះដឹងរបស់ព្រះអង្គហ្នឹងដែលអាចត្រាស់ដឹងនៅសច្ចធម៌នឹងបានទី2គឺនឹកទៅដល់សេចក្តីបរិសុទ្ធរបស់ព្រះអង្គណាសេចក្តីបរិសុទ្ធរបស់ព្រះអង្គកិលេសសពគ្រប់ប្រការព្រះអង្គត្រូវលះបង់ចេញពីខណ្ឌសន្តានអស់អញ្ចឹងបុគ្គលដោយព្រះសម្មាសម្ពុទ្ធវាអត់មានទើសទាស់តាណាដែលថាយើងមិនគួរគោរពទេវាអត់មានឆ្គងនិយាយទៅទាំងកាយវិយោគនិងវិជ័យវិយោគវាអត់មានឆ្គងទេដូច្នេះបានជាបុគ្គលគួរគោរពអ្វីដែលគួរគោរពមួយទៀតគឺព្រះអង្គមានបតេករុណាដែលព្រះអង្គចែកធម៌នឹងឲ្យយើងបានស្ដាប់ដូច្នេះក្នុងករណី3នេះឯងសំគួរនឹងសំពះព្រះអង្គហើយនឹងបានគេងក់ក្បាលមានហេតុផលអញ្ចឹងទៅផ្សំថាព្រះអង្គឲ្យទៅពីទីពឹងខ្លួនឯងមិនខុសមែនបើគេថាទៅគ្រប់កន្លែងឃើញតែដុតធូបមាត់ជិបអូចមើលទៅដូចសុំអីពីព្រះអង្គឃើញទេវាទៅអញ្ចឹងទៅណាហើយរាល់ថ្ងៃក៏អាត្មានិយាយពីរឿងហ្នឹងក៏មនុស្សតោះជាមួយអាត្មាច្រើនមិនដល់គេអាត្មាបញ្យលគេទៅគេមិនមែនថាអាត្មាទៅបញ្យលគេប្រភ្លឺគេហ្នឹងគេថាយើងវាឆ្វេងម្នាក់ឯងចង់បំបត្តិប្រពៃណីអីណាណីវាបំបត្តិទៅដុតធូបទៅចំណេញទៅចិនហ្នឹងថាលេងហ្នឹងវាមិនមកចំណេញខ្មែរស្អីដុតបន្តិចបន្តួចវាមិនអីទៅដុតម្ដងសាមបាច់ហ្នឹងវាចំណេញពីណាទៅចំណេញទៅចិនលក់ហ្នឹងឯងគ្មានចំណេញពីណាដែលខ្មៅទៅពហិខូចអស់ហើយបើយើងដុតត្រឹមតែធូបក៏អូបធូបអីបន្តិចបន្តួចថាហ្នឹងវាល្អវាមិនស្អីទេព្រោះថាវាគ្មានអីសោះអណ្ដៃវាមិនកើតទេយើងហើយឥឡូវវាមានទឹកអប់វាមានគ្រឿងកអូបវាមានផ្កាល្អចាំបាច់ធ្វើអញ្ចឹងអីទៀតនឹងអញ្ចឹងបានថាដោយអាត្មាថានឹងផ្លូវត្រូវមានតែមួយទេវាមានផ្លូវច្រើនទេឯកាយនៈមគ្គណាគឺអរិយមគ្គអបកបដោយអង្គ8ប្រការប៉ុន្តែអ្នកដើរនោះវាជាតែនាំគ្នាបែកទៅនេះវាមានអាមេមុខបែកទៅនេះបែកទៅនោះបែកទៅនេះបែកទៅនោះយូរទៅបែកខ្លាំងពេកមករកផ្លូវដើមលែងឃើញដើរតាមតែការយល់របស់ខ្លួនឯងអញ្ចឹងទៅដល់ពេលហ្នឹងព្រះអង្គសន្មតថាអស់ហើយពុទ្ធសាសនាអស់ហើយអស់ហ្នឹងអស់មិនផ្លូវហ្នឹងវាបាត់ទេថាផ្លូវអត់បាត់ទេតែគេដើរបែកដើរវាមិនត្រូវផ្លូវហ្នឹងនៅដដែលសម្មាទិដ្ឋិសម្មាសង្កប្បសម្មាអីហ្នឹងរហូតនៅដដែលហ្នឹងមិនទៅណាប៉ុន្តែមនុស្សវាជិះថាដើរបែកពីអ្វីដែលព្រះអង្គសម្ដែងហ្នឹងឃើញទេដូចឥឡូវឃើញបញ្ហាសពគ្រប់កើតឡើងជំនឿប្រេះប្រដាស់ពេញទៅនឹងឯងម្ដងលឺបកែនៅនេះម្ដងលឺបកែនៅនោះមិនតាន់ដឹងអីតាំងខ្លួនធ្វើស្អាមកត្រាស់អីចាញ់បោកមិនមែនត្រឹមតែប្រទេសខ្មែរទេអ្នកនៅបរទេសក៏ចាញ់បោកអានោះមកពីអីថាសិតតំណំគ្នាដើរផ្លូវបែកដល់បែកវាបាត់អាដើមថាបាត់អាដើមមិនបាត់ទេគឺមនុស្សវាឃ្លាតចាកផ្លូវដើមអញ្ចឹងណានឹងអញ្ចឹងឧទាហរណ៍ដូចប្រទេសដែលគេវាយបានអាត្មាសុំទោសចុះឧទាហរណ៍ដូចជានគរចម្ប៉ាចុះបើអ្នកអាចមានញាណដឹងថានគរចម្ប៉ាគង់តែបាត់ទេគេហៅថាបាត់ប្រទេសមិនមានបាត់ប្រទេសណាប្រទេសគេយកហ្នឹងដីនៅដដែលហ្នឹងគន្តែជនជាតិហ្នឹងវាឈប់ជាម្ចាស់ទៅហ្នឹងរត់ទៅនេះទៅនោះដូចអ៊ីស្លាមរត់មកនៅស្រុកខ្មែរយើងអញ្ចឹងសួរតែប្រទេសហ្នឹងបាត់ទៅណាថាប្រទេសវាអត់បាត់ទេមនុស្សហ្នឹងវាបាត់ពីនោះណាយ៉ាងណាមិញណាក៏ទីហោទេមិនមែនរឿងនយោបាយទេបើគិតថានយោទៅប៉ុន្តែគ្រាន់ថាផ្លូវអត់បាត់ពុទ្ធសាសនាមិនចេះបាត់ណាអត់ចេះបាត់ទេអ្វីដែលជាប្រធមហ្នឹងគឺសំដៅទៅដល់ព្រះបរិយត្តិធម៌មួយនវលោកតរធម៌9បរិយត្តិធម៌គឺបត្រៃបិដកហ្នឹងឯងដែលព្រះអង្គសំដែងហ្នឹងហើយនឹងមគ្គ4ផល4ទៅពៀន1មានជាបាត់អីសម័យពុទ្ធមុនក៏មានតែប៉ុណ្ណឹងសម័យពុទ្ធនេះក៏អញ្ចឹងទៅសិអាមេត្រីក្រោយក៏សំដែងរឿងហ្នឹងមានបាត់ទៅណាអត់មានបាត់ទេតែអ្វីដែលបាត់គឺបាត់សទ្ធាបាត់បញ្ញាបាត់ការយល់ត្រូវបាត់ការដើរត្រូវគឺបាត់ហ្នឹងបាត់មិនចេះទេដោយពាក្យដែលព្រះសម្មាសម្ពុទ្ធសម្ដែងថាមនាលភិក្ខុទាំងឡាយផ្លូវមានតថាគតក៏បានសម្ដែងប្រាប់ហើយថាផ្លូវហ្នឹងមានក៏បានចង្អុលប្រាប់ថានោះគឺជាផ្លូវហើយផ្លូវក៏មានអ្នកចង្អុលផ្លូវក៏មានក៏ប៉ុន្តែអ្នកទាំងឡាយមិនដើរតាមផ្លូវមិនមែនជាទោសរបស់ផ្លូវទេណាមនាលភិក្ខុទាំងឡាយស្រះទឹកមាន
ទឹកដ៏ត្រជាក់នៅក្នុងស្រះក៏មានអ្នកចង្អុលបង្ហាញថានោះគឺជាស្រះទឹកដ៏ត្រជាក់ក៏មានហើយដែរតែមនុស្សដែលនឿយហត់មិនចុះទៅដងទឹកងូតមិនចុះទៅដងទឹកផឹកឲ្យត្រជាក់ខ្លួនហើយនៅតែក្តៅមិនមែនជាទោសរបស់ស្រះទឹកទេគឺជាទោសរបស់អ្នកនោះឯងនឹងអញ្ចឹងវត្ថុនោះដូចជាស្រះទឹកដល់ពេលមនុស្សវាលែងស្គាល់ផ្លូវទៅរកស្រះទឹកហ្នឹងសួរថាតើបាត់ស្រះទឹកឬក៏មនុស្សអ្នកបាត់មនុស្សអ្នកវង្វេងគឺមនុស្សដើរខុសផ្លូវវង្វេងផ្លូវយ៉ាងណាមិញការព្យាករណ៍របស់ព្រះសម្មាសម្ពុទ្ធគ្រាន់តែឃើញទៅដល់ហេតុផលពិតថានៅពេលដែលគ្រប់ 5000 ប្រវត្តិសាស្ត្រនោះលែងមានអ្នកដើរត្រូវហើយមិនបានលែងមានអ្នកដើរត្រូវថាវាវង្វេងជាងការខណៈកាន់ផ្លាកថានឹងជាពុទ្ធសាសនាចឹងទៅប៉ុន្តែដើរមិនមែនលើកទងពុទ្ធសាសនាប៉ុន្តែមិនមែនណាវាមិនមែនយកទៅផ្លាកហ្នឹងយកទៅរស់ស៊ីនៅហ្នឹងក៏មានហ្នឹងអស់លីងមកអស់ជួឯងនៅពាក់ក្រហមថាជាលោកឬក៏ថាកសាងវត្តហ្នឹងថាជាពុទ្ធសាសនាទៅទៀតខណៈថាទៅប៉ុន្តែមិនមែនដើរទៅវាមិនមែនហ្នឹងអញ្ចឹងមិនមែនពុទ្ធសាសនាបាត់ទេគឺបាត់អ្នកយល់ត្រូវបាត់អ្នកដើរត្រូវដូចផ្លូវនឹងអញ្ចឹងផ្លូវនៅតែជាផ្លូវប៉ុន្តែមនុស្សចូលចិត្តបំបែកទៅនេះបំបែកទៅនោះពិធីនេះពិធីនោះបាទពិធីហ្នឹងគឺពិធីបំបែកពីអ្វីដែលព្រះអង្គសម្ដែងហ្នឹងស្រីទាំងឡាយអើយកុំភ្លេចឡើយផ្លូវល្អគឺធម៌ព្រះពុទ្ធប្រសើរផុតលោក